បាទអញ្ចឹងដំបូងគឺខ្ញុំទូទាយដល់លោកអ្នកដែលកើតនៅឆ្នាំជូតអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំជូតត្រៀម comment នៅលេខសំណាងគឺលេខ946ពណ៌សំណាងពណ៌តុងដែងបាទអញ្ចឹងអ្នកដែលកើតឆ្នាំជូតរាសីរបស់យើងនៅក្នុងខែមករាលោកអ្នកបានឮបានឃើញហើយសូមលោកអ្នក comment នៅលេខសំណាងគឺលេខ946ហើយពណ៌សំណាងពណ៌តុងដែងបងប្អូនបើខ្ញុំសូមជម្រាបប្រាប់លោកអ្នកបន្តិចឆ្នាំជូតគឺជាឆ្នាំមួយបើយើងនិយាយនៅក្នុងឆ្នាំ2026អ្នកដែលកើតនៅឆ្នាំជូតគឺរាសីអត់ល្អទេនិយាយមួយឆ្នាំរួមតែម្ដងណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំជូតរាសីអត់ល្អទេដោយសារអ្នកដែលកើតឆ្នាំជូតគឺជាឆ្នាំមួយដែលឆុងខ្លាំងជាងគេក្នុងចំណោមឆ្នាំទាំង12គឺឆុង 100% ប៉ុន្តែបើយើងឮថាឆុងយើងមានការមិនសប្បាយចិត្តទេព្រោះថាឆុងប៉ុន្តែវាជាឱកាសវិញអ្នកដែលកើតឆ្នាំជូតនៅក្នុងឆ្នាំ2026នេះគឺឆុងហេងណាបាទអញ្ចឹងវាជាឱកាសមួយគ្រោះនៅក្នុងលៀបគ្រោះហ្នឹងគឺយើងឆុងលៀបហ្នឹងយើងឆុងពិតមែនប៉ុន្តែបើយើងបានកាត់ឆុងត្រឹមត្រូវអ្នកដែលកើតឆ្នាំជូតហ្នឹងគឺលែងឆុងហើយហេងហើយកាក់កខ្លាំងអញ្ចឹងអ្នកដែលកើតឆ្នាំជូតគឺត្រូវកាត់ឆុងឲ្យបានត្រឹមត្រូវហើយការកាត់ឆុងឲ្យបានត្រឹមត្រូវយើងមានក្បួនយើងមានຂະຫນាតរបស់យើងត្រឹមត្រូវយើងមិនចេះតែកាត់ទេបងប្អូនណាបាទហើយបងប្អូនបាច់សួរខ្ញុំថាអូតើការកាត់ឆុងត្រឹមត្រូវហ្នឹងមានរបៀបម៉េចអីយ៉ាងម៉េចទេបងប្អូនកត់សម្គាល់ខ្លួនឯងតើរាល់ឆ្នាំពេលដែលយើងឆុងហ្នឹងយើងទៅកាត់ឆុងនៅទីណាហើយកន្លែងដែលយើងទៅកាត់ក្រោយពីកាត់ហើយយើងយ៉ាងម៉េចដែរអញ្ចឹងយើងសម្គាល់មើលដោយខ្លួនឯងទៅហើយបើទៅកាត់ហើយនៅតែមិនបាត់ឆុងនៅតែសើយនៅតែចង្រៃដែរអាចមកកាត់ជាមួយលោកគ្រូមហាជុំណាមិនមែនថាអូអ្នកដែលកើតឆ្នាំជូតទាំងអស់ត្រូវតែមកទៀមមកកាត់ជាមួយខ្ញុំទេប៉ុន្តែខ្ញុំដឹងអំពីរបៀបនៅក្នុងការកាត់ឆុងធ្វើឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនបើដឹងតែខ្លួនឆុងហើយចង់ឲ្យលែងឆុងចង់ឲ្យផ្ទុះលៀបខ្លាំងនៅក្នុងឆ្នាំ2026លោកអ្នកអាចមកកាត់ជាមួយខ្ញុំបានណាលោកអ្នកណាលោកគ្រូមហាជុំអាចកាត់ជូនលោកអ្នកបានអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមជាដំបូងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតនៅក្នុងខែ1គឺលេខសំណាងគឺលេខ946ចំណែកពណ៌សំណាងគឺពណ៌តុងដែងហើយលោកអ្នកដែលកើតឆ្នាំជូតរាសីនៅក្នុងខែមករានេះយើងនឹងជម្រាបជូនលោកអ្នកដូចតទៅឆ្នាំជូតថ្មីត្បិតតែយើងឆុងក៏ពិតមែននៅក្នុងឆ្នាំ2026ហើយខែដំបូងដែលបើកឆាកនៅក្នុងឆ្នាំ2026នេះអ្នកដែលកើតឆ្នាំជូតដើមខែអ្នកដែលកើតឆ្នាំជូតដើមខែលោកអ្នកអាចនឹងជួបរឿងក្បត់ចិត្តបាទលោកអ្នកអាចនឹងជួបរឿងក្បត់ចិត្តណាការក្បត់ចិត្តនេះមិនមែនជាការក្បត់ទំនុកចិត្តនៅក្នុងការគេហៅថាជំនួញជួញដូរឬមួយក៏មុខរបររកស៊ីនោះទេអ្នកដែលកើតឆ្នាំជូតដែលត្រូវមានការជួបប្រទះនៅដើមខែ1ឆ្នាំ2026នេះគឺពាក់ព័ន្ធជាមួយស្នេហាត្រីកោណដូច្នេះវាអាចជួបនៅបញ្ហាស្នេហាត្រីកោណបានន័យថាដៃគូស្នេហារបស់យើងនឹងគាត់មានការផិតក្បត់យើងហើយលួចតាក់ទងអ្នកទី3បាទរឿងនឹងវាអាចកើតឡើងយូរហើយឬមួយក៏វាទើបនឹងកើតឡើងទេអញ្ចឹងឈានទៅដល់ការបែករឿងប៉ុន្តែខ្ញុំសូមជម្រាបជូនថាបើសិនជាអ្នកកើតឆ្នាំជូតនឹងសុកតាមតន់ប្តីមានស្រីសុកតាមតន់ប្រពន្ធនឹងផិតក្បត់អញ្ចឹងសូមមេត្តាធ្វើចិត្តឲ្យត្រជាក់ណាអ្នកកើតឆ្នាំជូតគេថាខឹងខុសខឹងខាតហើយបើយើងតាមតន់ហើយយើងខឹងខ្លាំងអានឹងយើងនឹងមានបញ្ហាកើតឡើងអញ្ចឹងមានតែផ្លូវមួយគត់ពាក្យខ្មែរថាក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅអញ្ចឹងអ្នកដែលកើតឆ្នាំជូតទាំងអស់ទោះបីជាមានរឿងអីយ៉ាងម៉េចក៏ដោយនៅដើមខែ1ហ្នឹងគឺត្រូវតែអត់ធ្មត់ធ្វើថ្លង់ហើយបើយើងធ្វើបានយើងនឹងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងហើយបើធ្វើមិនបានទេយើងដឹងហើយយើងឆុងឆ្នាំផងហើយឆ្នាំនេះឆ្នាំមមីធៀបភ្លើងផងប៉ះជាមួយជូតគឺអាចមានបញ្ហាអាចមានឧបសគ្គអញ្ចឹងដើមខែនេះអ្នកដែលកើតឆ្នាំជូតគឺនឹងមានបញ្ហាការក្បត់ទំនុកចិត្តបាទថាមានស្នេហាត្រីកោណកើតឡើងហើយអ្នកខ្លះមិនទាន់ដល់ដើមខែ1ផងអ្នកកើតឆ្នាំជូតមួយចំនួនអាចមានបញ្ហាស្នេហាត្រីកោណកើតឡើងមកហើយអញ្ចឹងសូមឲ្យមានការអត់ធ្មត់ណារឿងស្នេហាត្រីកោណគេក្បត់យើងអត់អាចប្រយ័ត្នបានទេពីព្រោះថាស្នេហាកើតឡើងរវាងមនុស្ស2នាក់ហើយអញ្ចឹងដល់មានត្រីកោណមានអ្នកទី3ចូលមកអញ្ចឹងយើងទៅប្រយ័ត្នមិនកើតយើងប្រយ័ត្នអត់កើតទេប៉ុន្តែយើងត្រូវបើយើងដឹងអានឹងយើងសំងំយើងមិនមែនខឹងភ្លាមបោះ Facebook live អញអត់បានទេណាត្រូវធ្វើចិត្តឲ្យត្រជាក់ចំពោះអ្នកដែលកើតឆ្នាំជូតទាំងបរិសុទ្ធទាំងស្ត្រីត្រូវមានការអត់ធ្មត់បន្តិចបងប្អូនណាបាទហើយបើមិនអត់ធ្មត់ទេគឺរលាយហើយបាទរលាយគឺយើងអ្នកខាតបាទអញ្ចឹងណាបងប្អូនណាបាទហើយអ្នកដែលកើតឆ្នាំជូតដដែលចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី9បងប្អូនមានកាដូបាទមានកាដូណានេះពីថ្ងៃទី6ដល់ថ្ងៃទី9អ្នកដែលកើតឆ្នាំជូតមានកាដូបាទមានកាដូបែរថាកាដូនឹងបើនិយាយភាសាខ្មែរថាជាអំណោយបើនិយាយជាភាសាប្រាំងគេហៅកាដូអញ្ចឹងយើងនឹងទទួលបានអំណោយអញ្ចឹងអំណោយនេះខ្ញុំអត់ដឹងថាអូជាអំណោយអីជាស្អីទេប៉ុន្តែគ្រាន់តែដឹងថាអ្នកដែលកើតឆ្នាំជូតពីថ្ងៃទី6ចន្លោះពីថ្ងៃ6ចន្លោះដល់ថ្ងៃទី9នឹងបានអំណោយអញ្ចឹងបងប្អូនកូនក្មួយណាបាទអញ្ចឹងនឹងមានអំណោយហើយអំណោយនឹងយើងអត់ដឹងថាអំណោយស្អីទេប៉ុន្តែឲ្យតែថាជាអំណោយគឺរបស់ដែលគេឲ្យគឺសិតតែជាការមួយដែលល្អហើយអ្នកដែលកើតឆ្នាំជូតដដែលពីថ្ងៃទី14ដល់ថ្ងៃទី16លោកអ្នកនឹងជួបរឿងអន់ចិត្តបាទពីថ្ងៃ14ដល់ថ្ងៃទី16លោកអ្នកនឹងជួបនៅរឿងអន់ចិត្តរឿងអន់ចិត្តហ្នឹងហមายថាសុកនឹងមានអ្នកមកធ្វើឲ្យយើងអន់ចិត្តសុកនឹងធ្វើឲ្យយើងនឹងមិនសប្បាយចិត្តមិនរីករាយធ្វើឲ្យយើងនឹងមានបញ្ហាមានរឿងកើតឡើងបាទការអន់ចិត្តបើអញ្ចឹងខ្ញុំជំរាបទៀតថាអ្នកដែលកើតឆ្នាំជូតបើកឆាកដំបូងគឺត្រូវមានរឿងច្រើនដែលយើងត្រូវតែទុកចិត្តដែលយើងត្រូវតែធ្វើម៉េចគេហៅថាអត់ធ្មត់ឲ្យបានណាអង់គ្លេសហៅ calm down ឲ្យបានអត់ធ្មត់ឲ្យបានណាបាទអញ្ចឹងពីថ្ងៃ16ដល់ថ្ងៃចន្លោះពីថ្ងៃ14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំជូតគឺត្រូវមានរឿងអន់ចិត្តចូលមកអញ្ចឹងសួរថាអន់ចិត្តរឿងអ្វីគឺខ្ញុំអត់ដឹងថាអន់ចិត្តរឿងអីទេប៉ុន្តែគ្រាន់ចន្លោះពីថ្ងៃ14ដល់ថ្ងៃទី16ហ្នឹងអ្នកដែលកើតឆ្នាំជូតនឹងមានរឿងអន់ចិត្តកើតឡើងហើយអ្នកដែលកើតឆ្នាំជូតដដែលពីថ្ងៃទី23ដល់ថ្ងៃទី25ពីថ្ងៃទី23ដល់ថ្ងៃទី25អ្នកដែលកើតឆ្នាំជូតប្រយ័ត្នបាត់របស់បងប្អូនណាបាទ
អ្នកដែលកើតឆ្នាំជូតប្រយ័ត្នបាត់របស់ពីថ្ងៃ23ដល់ថ្ងៃទី25អញ្ចឹងប្រយ័ត្នប្រយែងតិចអ្នកដែលកើតឆ្នាំជូតបងប្អូនកូនក្មួយណាបាទពីថ្ងៃទី23ដល់ថ្ងៃទី25ប្រយ័ត្នបាត់របស់អញ្ចឹងរបស់ហ្នឹងគឺសំដៅទៅលើរបស់ដែលនៅជាប់ខ្លួនមិនមែនរបស់ធំទេរបស់ជាប់ខ្លួនអញ្ចឹងប្រយ័ត្នទី1លុយកាក់ប្រយ័ត្នទី2គ្រឿងអលង្ការប្រយ័ត្នទី3របស់ប្រើប្រាស់បាទអញ្ចឹងលុយកាក់យើងដឹងហើយលុយកាក់នៅជាប់នឹងខ្លួនយើងប្រយ័ត្នទី2គ្រឿងអលង្ការស្អីក៏ដោយដែលពាក់លម្អខ្លួននឹងប្រយ័ត្នប្រយ័ត្នទី3គឺរបស់ប្រើប្រាស់ទី1ជាជំនិះទី3ទូរស័ព្ទអញ្ចឹងគឺត្រូវមានការប្រយ័ត្នប្រយែងការបាត់របស់បងប្អូនណាបាទអញ្ចឹងប្រយ័ត្នបាត់របស់មួយចំនួនហ្នឹងអញ្ចឹងពីថ្ងៃ23ដល់ថ្ងៃ25ខែ1គឺត្រូវប្រយ័ត្នប្រយែងបាទប៉ុន្តែខ្ញុំមិនមែនទាយថាលោកអ្នកត្រូវតែបាត់ទេប៉ុន្តែលោកអ្នកក៏ប្រយ័ត្នបាទបើប្រាប់មុនយើងប្រយ័ត្នទៅយើងអត់បាត់ទេហើយបើសិនជាមិនប្រយ័ត្នទេគឺត្រូវតែបាត់ដែរបាទអញ្ចឹងអ្នកដែលកើតឆាមជូតពីថ្ងៃទី23ដល់ថ្ងៃ25ត្រូវប្រយ័ត្នបាត់របស់ហើយអ្នកដែលកើតឆាមជូតបើបានឃើញវីដេអូហ្នឹងហើយសូម comment លេខសំណាងរបស់យើងគឺលេខ946ចំណែកពណ៌សំណាងគឺពណ៌តុងដែងហើយអ្នកដែលកើតឆាមជូតបងប្អូនកូនក្មួយដូចខ្ញុំបានជម្រាបទៀតថានៅក្នុងឆ្នាំ2026មួយឆ្នាំពេញគឺឆាមជូតស្ថិតនៅឆ្នាំដែលឆុងប៉ុន្តែការឆុងនេះមិនមែនជាការភ័យព្រួយអីទេព្រោះពាក្យថាឆុងគឺអត់ល្អទេប៉ុន្តែវាអត់មានបញ្ហាទេព្រោះលោកគ្រូមហាជុំកំពុងតែនៅចងងអញ្ចឹងលោកគ្រូមហាជុំមានរៀបចំឈុតកាត់ឆុងយ៉ាងពិសេសដើម្បីជម្រាបជូនដល់ដើម្បីផ្ដល់ជូនដល់លោកអ្នកអញ្ចឹងអ្នកដែលកើតឆាមជូតបើដឹងតែខ្លួនឯងឆុងហើយលោកអ្នកអាចទំនាក់ទំនងយកឈុតកាត់ឆុងពីលោកគ្រូមហាជុំយកទៅកាត់ឆុងចេញបន្ទាប់ពីកាត់ឆុងចេញហើយអ្នកដែលកើតឆាមជូតទាំងអស់លែងមានបញ្ហាលែងមានឧបសគ្គលែងមានសេចក្តីភ័យព្រួយអីតទៅទៀតហើយអ្នកដែលកើតឆាមជូតទាំងអស់ហ្នឹងជាពិសេសក្មេងៗដែលកើតឆាមជូតនៅក្នុងឆ្នាំ2026ហ្នឹងបើតាមឆ្នាំខ្មែរចូលដល់អាយុ19ឆ្នាំហើយអ្នកខ្លះឆ្នាំប្រឡងឆ្នាំសម្រាប់កិច្ចការធំបញ្ចប់ការរៀនសូត្រផងអញ្ចឹងយើងត្រូវតែមានការកាត់ឆុងគិតគូរដល់ពួកគាត់ផងណាអញ្ចឹងអ្នកដែលកើតឆាមជូតឆុងប៉ុន្តែអត់ជាក្តីកង្វល់ទេគឺអាចទំនាក់ទំនងយកប្រដាប់ប្រដាកាត់ឆុងពីលោកគ្រូមហាជុំទៅបានបើយើងបានកាត់ឆុងត្រឹមត្រូវយើងនឹងលែងឆុងយើងនឹងផ្ទុះលៀបព្រោះអ្នកកើតឆ្នាំរោងគឺទៀមទាអ្នកដែលកើតឆ្នាំជូតនឹងគឺទៀមទាឲ្យបានកាត់ឆុងឲ្យបានត្រឹមត្រូវហើយអ្នកដែលកើតឆ្នាំជូតនឹងបងប្អូនកូនក្មួយនៅចុងខែអ្នកដែលកើតឆ្នាំជូតចុងខែលក់របស់ដាច់បាទអ្នកដែលកើតឆ្នាំជូតលក់របស់ដាច់បងប្អូនណាបាទហើយបើអ្នកណាដែលលក់អត់មានអីលក់ឬក៏អាចទិញរបស់ចូលបាទទិញរបស់ចូលព្រោះជើងលេខគេថាអ្នកដែលកើតឆ្នាំជូតចុងខែហ្នឹងអាចទិញរបស់បានបាទអាចទិញរបស់បានហើយអ្នកខ្លះគាត់អត់ទិញរបស់បានទេប៉ុន្តែគាត់អាចលក់របស់ដាច់អញ្ចឹងមានពីរផ្ទុយគ្នាទី1លក់របស់ដាច់ទី2ទិញរបស់ចូលអញ្ចឹងយើងចាំមើលតែយើងលក់អីដាច់ហើយយើងអាចទិញអីបាននៅចុងខែ1ឆ្នាំ2026នេះសម្រាប់លោកអ្នកដែលកើតឆ្នាំជូតលោកអ្នកដែលកើតឆ្នាំជូតទាំងអស់គ្នាតួរាសីរបស់យើងនៅក្នុងឆ្នាំ2026នេះគឺយើងឆុងប៉ុន្តែយើងបានកាត់ឆុងចេញយើងកាត់ឆុងចេញឲ្យបានត្រឹមត្រូវទៅគឺយើងលែងមានបញ្ហាអីកើតឡើងតទៅទៀតហើយអ្នកដែលកើតឆ្នាំជូតទាំងអស់ប្រសិនបើយើងកើតឆ្នាំជូតហើយយើងចង់ឲ្យហេងមកផ្ទះតែម្ដងចង់ឲ្យរ៉ូស៊ីមានបានតែម្ដងតារាសាស្ត្រហុងស៊ុយសម្រាប់ឆ្នាំ2026ដែលជាឆ្នាំមមីនេះគឺសត្វពពែគឺជាសត្វនាំលៀបនាំសំណាងអញ្ចឹងពពែគឺជាសត្វកាត់ឆុងនៅក្នុងឆ្នាំ2026ដែលជាសត្វដល់កំពូលលើសសត្វដទៃទៀតនៅក្នុងឆ្នាំ2026សត្វដែលកាត់ឆុងមាន3តាមលំដាប់ទី1គឺសត្វពពែលំដាប់ទី2គឺសត្វឆ្កែលំដាប់ទី3គឺសត្វខ្លាអញ្ចឹងសត្វពពែគឺជាសត្វទី1អញ្ចឹងបងប្អូនអ្នកដែលកើតឆ្នាំជូតប្រសិនបើនៅផ្ទះរបស់បងប្អូនមានសត្វពពែដាក់នៅក្នុងផ្ទះនោះលោកអ្នកនឹងផ្ទុះលៀបនឹងផ្ទុះសំណាងហើយក្រុមគ្រួសាររបស់លោកអ្នកមកផ្ទះនឹងនាំលៀបនាំសំណាងហេងទាំងអស់គ្នាអញ្ចឹងសត្វពពែគឺជាសត្វកាត់ឆុងគឺជាសត្វនាំលៀបសំណាងហើយពពែដែលយើងយកទៅដាក់ទាល់តែពពែនេះមានការប្រសិទ្ធភាពយ៉ាងត្រឹមត្រូវហើយធ្វើឡើងតាមក្បួនតាមខ្នាតអញ្ចឹងនៅក្នុងឆ្នាំ2026សត្វកាត់ឆុងគឺសត្វពពែគឺឈរលំដាប់ទី1អញ្ចឹងយើងអាចដាក់សត្វឆ្កែបានដែរឬទេយើងអាចដាក់សត្វខ្លាបានដែរឬទេដាក់បានអត់ហាមឃាត់អីទេប៉ុន្តែគ្រាន់តែថាមហិទ្ធិឫទ្ធិហើយនឹងឥទ្ធិពលហើយនឹងប្រសិទ្ធភាពវិចាំងពពែអញ្ចឹងពពែគឺស្ថិតនៅក្នុងលំដាប់សត្វទី1អញ្ចឹងយើងយកទី1យើងអាចយកទី2ទី3មកដាក់ឯងអញ្ចឹងបងប្អូនត្រូវមានរូបពពែនេះយកទៅដាក់អញ្ចឹងពពែនេះយើងបានប្រសិទ្ធភាពយ៉ាងត្រឹមត្រូវអញ្ចឹងក្រោយទៅពីយើងដាក់ពពែនេះនៅក្នុងផ្ទះរបស់យើងនឹងផ្ទុះលៀបយើងនឹងផ្ទុះសំណាងហើយពពែដែលខ្ញុំជម្រាបជូនលោកអ្នកនេះគឺជាពពែដែលបានប្រសិទ្ធភាពត្រឹមត្រូវហើយមានអក្សរឈ្មោះខ្ញុំនៅចំកណ្ដាលនេះបងប្អូនទៅដល់ឃើញហើយសត្វពពែនេះគឺខ្ញុំអត់មានច្រើនទេខ្ញុំមានប្រហែលជា20 30គូទេអញ្ចឹងបងប្អូនអាចជាវយកទៅដាក់នៅក្នុងផ្ទះបានហើយកាលណាតែយើងដាក់ពពែនេះនៅក្នុងផ្ទះយើងនឹងផ្ទុះលៀបយើងនឹងផ្ទុះសំណាងបងប្អូនចង់ហេងឬអត់ឆ្នាំ2026ចង់ឲ្យឆ្នាំជូតនឹងមានលៀបចូលឬអត់ចង់ឲ្យកូនចៅអ្នកដែលកើតឆ្នាំជូតនឹងហេងឬអត់ចង់អញ្ចឹងត្រូវតែជាវរូបពពែនេះយកទៅដាក់នៅក្នុងផ្ទះបញ្ញាប់ជាវណាបងប្អូនណាបាទឆាតចូលเพจជាវឬមួយក៏ទំនាក់ទំនងតាមលេខ Telegram លោកគ្រូ099 40គុត8637 099 40គុត8637 07គុត292938 07គុត292938បាទនេះគឺជាពពែនាំលៀបសម្រាប់ដាក់តាំងនៅក្នុងឆ្នាំ2026ឲ្យហេងឲ្យកាក់កបបាទឆ្នាំ2026ឆ្នាំមមីហើយសត្វដែលល្អសត្វដែលខ្លាំងគឺពពែបាទអញ្ចឹងដាក់រូបពពែណាបាទទូទាំងពិភពលោកគឺគេប្រើសត្វពពែដែលជាសត្វមានគុលនៅក្នុងឆ្នាំថ្មីអញ្ចឹងបងប្អូនជារូបពពែដាក់ផ្ទះឲ្យផ្ទុះលៀបផ្ទុះសំណាងបាទយើងអត់មានច្រើនទេពពែនេះខ្ញុំលើកតែប៉ុណ្្នឹងចោះអញ្ចឹងបងប្អូនអាចទំនាក់ទំនងជាវបានបងប្អូនកូនក្មួយណាបាទអញ្ចឹងខ្ញុំសូមត្រឡប់មកវិញនៅក្នុងឆ្នាំ2026ខែ1នេះលោកអ្នកដែលកើតឆ្នាំជូតបានលឺហើយសូម comment លេខសំណាងគឺលេខ946ចំណែកពណ៌សំណាងគឺយើងប្រើពណ៌តុងដែងហើយនៅក្នុងខែ1នេះសូមលោកអ្នកមានការអត់ធ្មត់ឲ្យបានច្រើនបន្តិចបើមិនដូច្នោះទេយើងនឹងអាចមានបញ្ហាកើតឡើងអញ្ចឹងទោះបីជារឿងស្អីក៏ដោយគឺត្រូវតែមានការអត់ធ្មត់ណាកុំតអានឹងយើងឈ្នះប៉ុន្តែបើសិនជាយើងនៅតែខឹងខុសខឹងខាតអញ្ចឹងអរគុណណាស់អ្នកដែលកើតឆ្នាំជូតបងប្អូនកូនក្មួយណាបាទអញ្ចឹងសូមបញ្ចប់លោកអ្នកដែលកើតឆ្នាំជូតតែប៉ុណ្្នឹងខ្ញុំសូម